ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគឺថ្ងៃនេះយើងខ្ញុំបានចូលរួមក្នុងពិធីបុណ្យរុក្ខទេវា9កក្កដាហើយនេះគឺជាទិដ្ឋភាពថ្ងៃទី8កក្កដាទិដ្ឋភាពនេះរៀបចំត្រូវបានរៀបចំដោយក្រសួងក